เชิดกลางខ្ញុំក្រឡេកមើលឈើឆ្កាងហើយឈើឆ្កាងប្រាប់ខ្ញុំថាអ្នកជាមនុស្សមានបាបនេះគឺជាអ្វីដែលឈើឆ្កាងបានប្រាប់យើងព្រះអម្ចាស់បានទទួលទោសទាំងអស់របស់យើងដោយព្រះកាយទ្រង់ផ្ទាល់សុគតនៅលើឈើឆ្កាងពេលដែលព្រះគ្រីស្ទសុគតនៅលើឈើឆ្កាងគឺទ្រង់ទទួលគ្រប់ទាំងអំពើបាបរបស់យើងគ្រប់ទាំងអំពើបាបរបស់អ្នកនិងខ្ញុំគឺទ្រង់ជាអ្នកទទួលជំនួសទាំងអស់ព្រះគ្រីស្ទទទួលអំពើបាបទាំងដែលទ្រង់គ្មានបាបសោះទ្រង់មិនដែលមានគំនិតអាក្រក់ទ្រង់មិនដែលប្រព្រឹត្តអំពើអសិលធម៌សូម្បីតែគិតក៏ទ្រង់មិនធ្លាប់ផងតែនៅលើឈើឆ្កាងទ្រង់បានคล้ายទៅជាមនុស្សដែលមានបាបដោយព្រោះអំពើបាបរបស់យើងទៅវិញដែលព្រោះតែទ្រង់คล้ายទៅជាមនុស្សដែលមានបាបហើយទទួលយកអំពើបាបរបស់យើងនោះឥឡូវនេះព្រះអង្គអាចមានបន្ទូលមកកាន់យើងថាយើងអាចអត់ទោសឲ្យអ្នកហើយក៏យើងអាចបំភ្លេចអំពើបាបរបស់អ្នកបានដែរហើយមួយវិញទៀតលោកប៉ូលលើកដំកើងឈើឆ្កាងដែលព្រោះឈើឆ្កាងនេះហើយដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះយើងពីលើឈើឆ្កាងព្រះទ្រង់មានបន្ទូលថាយើងស្រឡាញ់អ្នកយើងស្រឡាញ់អ្នកទ្រង់ចាប់ផ្ដើមសេចក្តីស្រឡាញ់របស់ទ្រង់មកកាន់យើងតាមរយៈការសគត់នៅលើឈើឆ្កាងនៅពេលដែលយើងជាមនុស្សមានបាបនៅឡើយគឺព្រះគ្រីស្ទទ្រង់បានសគត់ជួសយើង